សូមអនុមោទនាសួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះលោកគ្រូសក់កដាញ់យើងខ្ញុំសូមលើកយករឿងរ៉ាវមួយដែលកើតឡើងពិតក្នុងសង្គមតាក់ទងនឹងច្បាប់នៃកម្មមកនិទានជូនបងប្អូនស្ដាប់ដើម្បីជាការពិចារណារឿងនេះមានចំណងជើងថាកូនអ្នកសុំទានកាលពីច្រើនឆ្នាំកន្លងទៅនៅឯខេត្តដាច់ស្រយាលមួយមានគ្រួសារដ៏កំសត់មួយដែលរស់នៅក្នុងខ្ទមតូកទ្រុឌទ្រោមនៅខាងចុងភូមិគ្រួសារនោះមានសមាជិកត្រឹមតែ2នាក់ប៉ុណ្ណោះគឺម្ដាយចាស់ម្នាក់ឈ្មោះយាយម៉ាល់ដែលមានភ្នែកទាំងគូពីការមើលមិនឃើញនិងកូនប្រុសម្នាក់ឈ្មោះសុផលដែលទើបតែមានវ័យជំទង់ជីវិតរបស់យាយម៉ាល់គឺពោរពេញទៅដោយសេចក្តីលំបាកក្រោយពីប្តីស្លាប់ចោលហើយភ្នែកក៏ចាប់ផ្ដើមងងឹតបន្តិចម្ដងរហូតដល់មើលអ្វីមិនឃើញសោះគាត់គ្មានជំរឿអ្វីក្រៅពីដឹកដៃកូនប្រុសដើរសុំទានតាមផ្សារដើម្បីបានប្រាក់កាក់បន្តិចបន្តួចនិងអាហារសេសសល់ពីគេយកមកចិញ្ចឹមជីវិតឲ្យរស់មួយថ្ងៃទោះបីជាយាយម៉ៅពីការភ្នែកនិងជាអ្នកសុំទានក៏ដោយក៏ទឹកចិត្តជាម្ដាយរបស់គាត់គឺពោរពេញទៅដោយក្តីស្រឡាញ់ចំពោះសុផលជាកូនប្រុសតែមួយគាត់តែងតែទុកម្ហូបអាហារដែលឆ្ងាញ់ឬដែលគេឲ្យមកបានច្រើនឲ្យសុផលបរិភោគមុនខ្លួនគាត់សុខចិត្តទ្រាំអត់ឃ្លានឬបរិភោគតែបាយសល់ក៏មិនឲ្យកូនប្រុសរបស់គាត់ឃ្លានដែរប៉ុន្តែសុផលហាក់ដូចជាមិនបានយល់ពីទឹកចិត្តរបស់ម្ដាយឡើយនៅពេលដែលគេធំដឹងក្តីបន្តិចគេចាប់ផ្ដើមមានអារម្មណ៍ខ្មាស់អៀនដែលមានម្ដាយជាអ្នកសុំទានហើយថែមទាំងពិការភ្នែកទៀតផងនៅសាលារៀនដែលយាយម៉ៅខំសុំទានគេដើម្បីឲ្យកូនបានរៀនសុផលតែងតែត្រូវមិត្តភក្តិចំអកថាអាកូនអ្នកសុំទានពាក្យចំអកទាំងនោះបានធ្វើឲ្យសុផលកាន់តែស្អប់ខ្ពើម្ដាយរបស់ខ្លួនគេមិនចង់ឲ្យម្ដាយទៅសុំទាននៅមុខផ្សារធំទៅបានទេខ្ញុំខ្មាស់គេសុផលនិយាយទាំងកំហកដាក់ម្ដាយយាយម៉ៅលឺហើយក៏មានអារម្មណ៍តក់ស្លុតទឹកភ្នែកក៏រមៀលស្រក់ចុះមកកូនអើយបើម៉ែមិនទៅសុំទានតែយ៉ាងបានអ្វីហូបម៉ែធ្វើដើម្បីកូនទេខ្ញុំមិនដឹងទេបើម៉ែនៅតែទេខ្ញុំនឹងជប់រៀនខ្ញុំខ្មាស់គេណាម៉ែដឹងទេហេតុអីខ្ញុំត្រូវកើតមកជាកូនអ្នកសុំទានពីការធ្នាក់អញ្ចឹងពាក្យសម្ដីដ៏ឈឺចាប់របស់កូនប្រុសបានចាក់ទម្លុះបេះដូងយាយម៉ៅឲ្យរងរបួសយ៉ាងខ្លាំងប៉ុន្តែដោយសារតែភ្នែកមើលមិនឃើញគាត់មិនអាចធ្វើការអ្វីផ្សេងបានគាត់នៅតែបន្តលួចទៅសុំទាននៅកន្លែងឆ្ងាយដើម្បីកុំឲ្យកូនប្រុសឃើញពេលវេលាកំឡុងពត់ទៅសុផលបានរៀនចប់មធ្យមសេដាគឺជាសិស្សពូកែម្នាក់ថ្ងៃមួយគេបានប្រាប់ម្ដាយថាគេចង់ទៅរកការងារភួរនៅទីក្រុងភ្នំពេញដើម្បីផ្លាស់ប្ដូរជីវិតយាយម៉ៅទាំងត្រេកអរទាំងព្រួយបារម្ភក៏បានយល់ព្រមគាត់បានប្រមូលលុយសន្សំទាំងអស់ដែលគាត់សុំទានគេបានប្រមាណឆ្នាំចុងក្រោយនេះព្រមទាំងខ្ចីគេខ្លះបូកផ្សំគ្នាបានចំនួនឲ្យទៅសុផលជាថ្លៃធួដឹងណានិងជាដើមទុនកូនអើយទៅដល់ទីក្រុងត្រូវខំប្រឹងធ្វើការណាកុំភ្លេចម្ដាយនៅឯស្រុកយាយម៉ៅនិយាយបណ្ដើយំបណ្ដើស្ទាបអង្អើមកកូនប្រុសជាលើកចុងក្រោយសុផលទទួលយកលុយទាំងរំភើបបាទម៉ែខ្ញុំនឹងខំប្រឹងពេលខ្ញុំក្លាយជាអ្នកមានខ្ញុំនឹងត្រឡប់មកយកម៉ែទៅរស់នៅជាមួយសុផលបានចាកចេញពីភូមិកំណើតឆ្ពោះទៅកាន់ទីក្រុងភ្នំពេញដោយបន្សល់ទុកម្ដាយពីការភ្នែកឲ្យរស់នៅតែម្នាក់ឯងនៅក្នុងខ្ទមចាស់នៅទីក្រុងភ្នំពេញដោយសារតែភាពឆ្លាតវៃនិងការខិតខំប្រឹងប្រែងសុផលពិតជាបានផ្លាស់ប្ដូរជីវិតមែនគេបានចូលធ្វើការនៅក្រុមហ៊ុនធំមួយចាប់ពីបុគ្គលិកតូចតាចរហូតឡើងជាអ្នកគ្រប់គ្រងគេបានផ្ដួលឈ្មោះពីសុផលទៅជាលោកសុភារិទ្ធគេបានសាងជីវិតថ្មីផ្លេចអស់នៅអតីតកាលដ៏កំសត់ដំបូងគេធ្លាប់ផ្ញើលុយខ្លះមកឲ្យម្ដាយអន្តែយូរទៅការផ្ញើលុយក៏រង្វិលរហូតដល់បាត់សូន្យឈឹងគេចាប់ផ្ដើមមានសង្សារជាកូនស្រីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដើម្បីបិទបាំងប្រវត្តិរបស់ខ្លួនពេលដែលខាងស្រីសួរនាំពីគ្រួសារគេក៏បាននិយាយផថាឪពុកម្ដាយរបស់ខ្លួនបានស្លាប់អស់ហើយតាំងពីគេនៅតូចសុភារិទ្ធសុផលបានរៀបចំការយ៉ាងអធិអាធមជាមួយនឹងកូនស្រីអ្នកមាននោះគេខ្លាយជាអ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម្ភមានផ្ទះវិឡាធំស្កឹមស្កៃមានរថយន្តទំនើបជិះគេមានកូនប្រុសស្រីយ៉ាងគួរឲ្យស្រឡាញ់គេរស់នៅក្នុងជីវិតមួយដែលគេមិនដែលហ៊ានស្រមៃកាលនៅជាកូនអ្នកសំទានគេបានកាត់ផ្ដាច់ខ្លួនឯងទាំងស្រុងពីម្ដាយដែលបង្កើតគេមកចុះចំណែកយាយម៉ៅនៅឯស្រុកខ្វេយាយម៉ៅរងចាំដំណឹងកូនប្រុសជារៀងរាល់ថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំសុផលក៏មិនត្រឡប់មកវិញគាត់នៅតែបន្តដើរសុំទានគេដើម្បីរស់ទាំងទឹកភ្នែកនឹករលឹកកូន
រាល់ថ្ងៃគាត់តែងតែបន់ស្រន់សូមឲ្យកូនប្រុសរបស់គាត់បានសុខសប្បាយគាត់មិនដែលខឹងឬស្អប់កូនប្រុសនោះទេអ្នកភូមិខ្លះក៏ជួយផ្ដល់អាហារខ្លះក៏និយាយឲ្យគាត់យាយម៉ៃអើយកូនយាយទៅទីក្រុងមានប្រពន្ធកូនអ្នកមានគេភ្លេចយាយហើយគេមិនត្រឡប់មកវិញទេយាយម៉ៅលឺហើយគ្រាន់តែញញឹមទាំងទឹកភ្នែកមិនអីទេឲ្យតែគេបានសុខម៉ែនេះសុខចិត្តហើយរហូតដល់ថ្ងៃចុងក្រោយនៃជីវិតយាយម៉ៅបានស្លាប់យ៉ាងឯកោនៅក្នុងខ្ទមចាស់ដោយដៃកាន់អាវចាស់របស់សុផលកាលពីនៅក្មេងដោយមិនបានជួបមុខកូនជាលើកចុងក្រោយបងប្អូនជាទីមេត្រីច្បាប់នៃកម្មមិនដែលលើកលែងឲ្យអ្នកណាឡើយលោកសុភារិទ្ធឬសុផលរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារថ្មីរបស់គេអស់រយៈពេលជាង20ឆ្នាំកម្មនៃគេបានសាងចំពោះម្ដាយហាក់ដូចជានៅស្ងៀមស្ងាត់មិនទាន់ឲ្យផលគេគិតថាគេបានរួចផុតពីអតីតកាលដ៏អាក្រក់នោះហើយប៉ុន្តែពេលដែលកូនរបស់គេចាប់ផ្ដើមធំដង្ក្ដីភ្ជក់កម្មក៏ចាប់ផ្ដើមបោកបក់កូនប្រុសច្បងរបស់សុភារិទ្ធដែលគេស្រឡាញ់និងធ្នាក់ថ្នមបំផុតបានคล้ายជាមនុស្សប្រមឹកខូចខិលមិនចូលចិត្តធ្វើការងារដើរលេងហឺហាយកលុយឪពុកទៅដុតចោលគេមិនដែលស្ដាប់ពីទូនមានរបស់សុភារិទ្ធជាឪពុកឡើយពុកឯងគិតតែពីស្ទេបន្ទូតខ្ញុំពុកឯងមកពីស្រែជាឯងមកបង្រៀនខ្ញុំដែលរៀនសាលាអន្តរជាតិនេះជាសម្ដីកូនប្រុសដែលតែនិយាយមកកាន់គេថ្ងៃមួយក្នុងពេលស្រវឹងកូនប្រុសរបស់គេបានបើកបររថយន្តទំនើបបុកមនុស្សស្លាប់ហើយរត់គេចខ្លួនសុភារិទ្ធត្រូវចំណាយលុយកាក់រាប់សែនដុល្លារដើម្បីរត់ការសុខពាន់គេជួយកូនឲ្យរត់ផុតពីទោសប៉ុន្តែរឿងរ៉ាវមិនទាន់ចប់ត្រឹមនេះមិនយូរប៉ុន្មានក្រុមហ៊ុនរបស់សុភារិទ្ធក៏ជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដោយសារតែដៃគូរកស៊ីបោកប្រាស់គេត្រូវបង្ខំចិត្តលក់ផ្ទះវិឡាលក់រថយន្តដើម្បីសងបំណុលគេពីអ្នកមានស្តុកស្ទំគេធ្លាក់ខ្លួនក្លាយជាអ្នកមានជីវភាពមធ្យមរស់នៅក្នុងផ្ទះជួលតូចមួយប្រពន្ធរបស់គេដែលធ្លាប់តែរស់ស្រួលក៏ចាប់ផ្ដើមស្ដីបន្ទោសគេជារៀងរាល់ថ្ងៃរហូតសំឡេងលះយកទ្រព្យសម្បត្តិដែលនៅសល់បន្តិចបន្តួចហើយយកកូនស្រីទៅរស់នៅជាមួយសុភារិទ្ធនៅសល់តែខ្លួនមួយជាមួយនឹងកូនប្រុសច្បងរបស់គេដែលមិនយកបានការនោះកម្មចាប់ផ្ដើមឲ្យផលកាន់តែច្បាស់ថ្ងៃមួយដោយសារតែគិតច្រើនពេកនិងមានជំងឺប្រចាំកាយផងសុភារិទ្ធក៏បានដាច់ស្រស័យឈាមក្នុងខួរក្បាលថ្មីត្បិតតែមិនស្លាប់តែគេក៏คล้ายជាមនុស្សពិការដៃជើងមកខាងដើរមិនរួចហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺភ្នែកទាំងគូរបស់គេក៏ចាប់ផ្ដើមស្រវាំងបន្តិចម្ដងរហូតដល់ងងឹតមើលអ្វីមិនឃើញដូចជានឹងយាយម៉ៅម្ដាយរបស់គេដែរសុភារិទ្ធដែលពេលនេះคล้ายជាបុរសពិការភ្នែកនិងពិការរាងកាយត្រូវរស់នៅដោយពឹងផ្អែកទៅលើកូនប្រុសច្បងរបស់ខ្លួនទាំងស្រុងគេរំពឹងថាកូននឹងមើលថែគេដោយដែលគេធ្លាប់មើលថែថ្នាក់ថ្នមកូនប៉ុន្តែកូនប្រុសរបស់គេមិនត្រឹមតែមិនមើលថែថែមទាំងស្ដីបន្ទោសជេរប្រមាថឪពុកជារៀងរាល់ថ្ងៃឪពុកចង្រៃមកឈឺមកពិការធ្វើឲ្យអញពិបាកបើដឹងចឹងអញឲ្យងាប់តាំងពីនៅពេទ្យសុភារិទ្ធលើសម្ដីកូនប្រុសគេឈឺចាប់ទឹកភ្នែកហូរគេនឹកឃើញដល់សម្ដីដែលគេធ្លាប់និយាយទៅកាន់ម្ដាយកាលពីនៅក្មេងហេតុអីឆ្នាំធ្វើកើតមកជាកូនអ្នកសុំទានពីការភ្នែកចឹងគេដឹងហើយពេលនេះគេយល់ច្បាស់ណាស់នេះគឺកម្មថ្ងៃមួយកូនប្រុសរបស់គេយកបាយមកឲ្យគេហូបវាជាបាយដែលសល់ពីយប់ប្អូនស្អុយហូបទៅមានអីហូបនឹងទៅកុំរើសច្រើនសុភារិទ្ធហូបបាយនោះទាំងទឹកភ្នែកគេនឹកឃើញដល់ម្ដាយយាយម៉ៃដែលតែងតែទុកម្ហូបឆ្ងាញ់ឲ្យគេខ្លួនឯងសុខចិត្តហូបបាយសល់គេយំរហូតអស់ទឹកភ្នែកទីបំផុតដែលទ្រាំនឹងការមើលថែឪពុកពិការនេះលែងបានកូនប្រុសរបស់គេក៏បានដឹកសុភារិទ្ធយកទៅបោះបង់ចោលនៅក្រោមស្ពានអាកាសមួយកន្លែងដែលមានមនុស្សអនាថារស់នៅច្រើនព្រមទាំងដាក់កំប៉ុងមួយនៅពីមុខនៅត្រង់នេះហើយគេឲ្យអីហូបនឹងទៅនេះជាសម្ដីចុងក្រោយរបស់កូនប្រុសមិននឹងដើរចេញបាត់ទៅសុភារិទ្ធអតីតអុកញ៉ាសុភារិទ្ធអតីតក្មេងប្រុសសុផលពេលនេះបានក្លាយទៅជាអ្នកសុំទានពីការភ្នែកដូចគ្នានឹងយាយម៉ៅដែលគេធ្លាប់ស្អប់ខ្ពើមនិងបោះបង់ចោលគេអង្គុយនៅទីនោះលើកដៃសំពះសុំទានគេបានត្រឹមតែស្រែកយំក្នុងចិត្តហៅឈ្មោះម្ដាយម៉ែអើយកូនខុសហើយម៉ែប៉ុន្តែវាយឺតពេលអស់ទៅហើយគេត្រូវទទួលរងនៅកម្មដែលខ្លួនបានសាងរស់នៅជាអ្នកសុំទានរងទុក្ខវេទនារហូតដល់ថ្ងៃស្លាប់យ៉ាងវេទនាបំផុតនៅគៀនចិញ្ចើមផ្លូវ
បងប្អូនប្រិមិត្តជាទីមេត្រីរឿងរ៉ាវនេះបានបង្រៀននិងរំលឹកយើងទាំងអស់គ្នាឲ្យដឹងថាច្បាប់នៃកម្មគឺពិតជាមានអំពើអកតញ្ញូចំពោះអ្នកមានគុណជាពិសេសគឺឪពុកម្ដាយគឺជាកម្មដ៏ធ្ងន់ធ្ងរបំផុតអ្នកណាសាងកម្មអ្វីនឹងបានផលនោះវិញមិនយូរគឺឆាប់មិនក្នុងជាតិនេះក៏ក្នុងជាតិក្រោយធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នេះគឺជាសច្ចធម៌ពិតនៃជីវិតសូមបងប្អូនទាំងឡាយចូលតាំងចិត្តធ្វើតែអំពើល្អចេះដឹងគុណឪពុកម្ដាយថែរក្សាពួកគាត់ឲ្យបានល្អមុនពេលអ្វីហួសពេលសូមអនុមោទនាសាធុសាធុសាធុ